គណៈរដ្ឋមន្ត្រីថៃបង្កើតមជ្ឈមណ្ឌលពិសេសក្តាប់ស្ថានភាពព្រំដែនកម្ពុជាថៃបង្កើតមជ្ឈមណ្ឌលពិសេសគ្រប់គ្រងស្ថានភាពដ៏តានតឹងរវាងព្រំដែនកម្ពុជាថៃដើម្បីសម្រួលដល់ការឆ្លើយតបនឹងការការពារអធិបតេយ្យភាពប្រសិនបើចំនួនប្រដាប់អាវុធផ្ទុះឡើងចំពេលកង្វល់ឆ្លងព្រំដែនរវាងប្រទេសទាំងពីរកាន់តែផុយស្រួយនេះបើតាមកាសែត The Nation មជ្ឈមណ្ឌលថ្មីមានគោលបំណងក្តាប់សភាពការបន្ធូរបន្ថយភាពតានតឹងនិងការការពារអធិបតេយ្យភាពថៃជាក់ស្ដែងគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារទី17មិថុនានេះបានអនុម័តបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការពិសេសសម្រាប់ការគ្រប់គ្រងស្ថានភាពព្រំដែនកម្ពុជាថៃដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយភាពតានតឹងនិងចំនួនដែលអាចផ្ទុះអាវុធនៅតាមព្រំដែនទាក់ទិននឹងរឿងរ៉ាវនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃលោកជារាយុហួងស័ព្ទបានលើកឡើងថាគណៈរដ្ឋមន្ត្រីថៃបានតែងតាំងអនុរដ្ឋមន្ត្រីការពារជាតិលោកណពលណពានិកជាប្រធានមជ្ឈមណ្ឌលថ្មីនេះរួមជាមួយមន្ត្រីជាន់ខ្ពស់ចំនួន26រូបផ្សេងទៀតដោយមានតួនាទីសម្រួលការឆ្លើយតបវិបត្តិនិងធានាឲ្យមានការសម្រេចចិត្តរហ័សនិងបង្រួបបង្រួមក្នុងអំឡុងពេលស្ថានភាពព្រំដែនកាន់តែរសើបនិងគ្រោះថ្នាក់ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីស្ថានភាពព្រំដែនកម្ពុជាថៃកាន់តែស្រួចស្រាវទោះបីជាយ៉ាងណាក៏ដោយក្រោមការរៀបចំបច្ចុប្បន្នកងទ័ពថៃត្រូវស្ដាប់រាជរដ្ឋាភិបាលនិងក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់សកម្មភាពនីមួយៗលើសពីនេះលោកជារាយុបន្ថែមថា SOC TCBSM មានភារកិច្ចក្នុងការលុបបំបាត់ភាពតានតឹងនិងការគ្រប់គ្រងចំនួនដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងទ្វេភាគីប្រកបដោយសន្តិភាពនិងមិត្តភាពជាពិសេសដើម្បីការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពរបស់ប្រទេសថៃមជ្ឈមណ្ឌលនេះក៏នឹងទទួលខុសត្រូវលើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈត្រឹមត្រូវនិងបង្រួបបង្រួមតាក់ទងនឹងការអភិវឌ្ឍនៅព្រំដែនកម្ពុជាថៃផងដែរក្រៅពីនេះមជ្ឈមណ្ឌលពិសេសនេះនឹងតាមដានវិភាគនិងផ្ទៀងផ្ទាត់វឌ្ឍនភាពព្រំដែនកម្ពុជាថៃយ៉ាងជិតស្និទ្ធនិងផ្ដល់សិទ្ធិអំណាចក្នុងការបង្រួបបង្រួមប្រតិបត្តិការភ្នាក់ងារពាក់ព័ន្ធទាំងអស់ដើម្បីគ្រប់គ្រងបេសកកម្មជាក់លាក់ប្រសិនបើចាំបាច់ថៃបិទច្រកព្រំដែនទាំងអស់ក្នុងខេត្តស្រះកែវដើម្បីរារាំងពលរដ្ឋខ្លួនឆ្លងដែនមកធ្វើការនៅក្នុងក្រុងប៉ោយប៉ែតក្រុមការងារបូរផាឬយោធាប្រចាំតំបន់បូព៌ាថៃជាប់ព្រំដែនជាមួយកម្ពុជាបានប្រកាសថាចាប់ពីម៉ោង 8 ព្រឹកថ្ងៃទី17ខែមិថុនានេះច្រកព្រំដែនទាំងអស់ក្នុងខេត្តស្រះកែវត្រូវបានបិទមិនឲ្យជនជាតិថៃចូលមកធ្វើការតាមកាស៊ីណូឬកន្លែងកម្សាន្តនានាក្នុងក្រុងប៉ោយប៉ែតនៃប្រទេសកម្ពុជារហូតដល់មានការជូនដំណឹងបន្ថែមនេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Thai Inquirer ការប្រកាសក្តែងពីសំណាក់យោធាថៃប្រចាំតំបន់បូព៌ាជាប់ព្រំដែនកម្ពុជាថៃនេះកើតឡើងចំពេលភាពតានតឹងព្រំដែនកម្ពុជាថៃកាន់តែឡើងកម្ដៅថែមមួយកម្រិតទៀតបន្ទាប់ពីលិខិតបណ្ដឹងកម្ពុជាជុំវិញប្រាសាទតាម៉ុនតូចប្រាសាទតាម៉ុនធំប្រាសាទតាក្របីនិងតំបន់មុំបីទៅដល់ដៃតុលាការយុត្តិធម៌អន្តរជាតិគណៈភាគីថៃនៅតែប្រកាន់ជំហររឹងត្អឹងមិនទទួលស្គាល់យុត្តាធិការរបស់ ICJ តាំងពីឆ្នាំ1960មកម្លេះហើយមិនទទួលស្គាល់តទៅទៀតកាន់តែតានតឹងខ្លាំងថែមទៀតនោះគឺថានាយករដ្ឋមន្ត្រីថៃលោកស្រីផែថងថានឈិនវត្តបានចាត់ទុកប្រសាសន៍មេដឹកនាំកម្ពុជាថាមិនមានវិជ្ជាជីវៈនិងមិនល្អឡើយសម្រាប់ប្រទេសទាំងពីរក្រៅពីនេះរឿងរ៉ាវនឹងភាពតានតឹងរាប់សិបម៉ឺនចម្ពោះរវាងកម្ពុជាថៃកំពុងคล้ายជាអគីដុតកំហឹងរវាងជាតិសាសន៍ក្បែរខាងទាំងពីរកាន់តែក្តៅឡើងថ្មីនេះអ្នកនាំពាក្យយោធាថៃបានរិះគន់កម្ពុជាថាបានបង្វែរកាណុងកំភ្លើងទៅកាន់ភូមិឋាននិងបន្ទាយរបស់ពួកគេនៅតំបន់ព្រំដែនដែលកំពុងប្រឈមមុខដាក់គ្នាយ៉ាងណាប្រមុខការពារជាតិកម្ពុជាបានឆ្លើយតបទៅភាគីថៃវិញដោយពាក្យមួយម៉ាត់ផ្ទះកំភ្លៀងយោធាថៃយ៉ាងចាស់ដៃដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវមិនមែនមានក្បួនតបឯណាដែលបង្វែរកាណុងមកផ្ទះខ្លួនឯងនោះទេ
ឬមួយកងទ័ពថៃរៀនយុទ្ធវិធីខុសពីកម្ពុជានេះជាការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីទាសីហារដ្ឋមន្ត្រីការពារជាតិកម្ពុជាគួរបញ្ជាក់ថាភាពតានតឹងព្រំដែនកម្ពុជាថៃបាននឹងកំពុងឡើងកម្ដៅជាលំដាប់ក្រោយយោធាថៃមួយដំបូលស្វាលបលួចឆ្មក់បាញ់រះលើយោធាកម្ពុជាបណ្ដាលឲ្យយោធិនការពារជាតិកម្ពុជាម្នាក់ពលីកាលពីថ្ងៃទី28ខែឧសភាក្រោយមកគេសង្កេតឃើញថាការប្លង់ពាក្យសម្ដីរវាងកម្ពុជាថៃក៏តែងតែកើតមានជារឿយៗស្របពេលប្រទេសកាន់ព្រះពុទ្ធសាសនាទាំងពីរដើរដល់ចំណុចប្រសពនៃភាពខ្វែងគំនិតគ្នាលើវិវាទតំបន់ព្រំដែនព្រោះតែថៃប្រើផែនទីគូដោយឯកតោភាគីឬហៅម្យ៉ាងទៀតថាជាផែនទីចោរខុសច្បាប់អន្តរជាតិ